សម្រាប់គ្នាយើងបច្ចុប្បន្ននេះនៅពេលដែលត្រូវការបង្ហោះវីដេអូទៅក្នុង Facebook គ្នាយើងតែងតែ post តាមរយៈវីដេអូ reel អញ្ចឹងដើម្បី post reel ឲ្យមានប្រជាប្រិយភាពឬក៏មានអ្នកមើលច្រើនគ្នាយើងត្រូវយល់ដឹងពីចំណុចសំខាន់មួយចំនួនដែលខ្ញុំនឹងបង្ហាញដល់អ្នកគ្នានៅក្នុងវីដេអូមួយនេះតែម្ដងអូខេគោរពជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាត្រឡប់មកជួបជាមួយនឹងខ្ញុំបាទប៉ាត្រីបន្តទៀតជាមួយនឹង PPY Channel របស់ខ្ញុំបាទផងដែរសម្រាប់វីដេអូមួយនេះផងដែរខ្ញុំនឹងចែករំលែកពុកម៉ែបងប្អូនជាមួយនឹងរបៀបនៃការបង្ហោះវីដេអូខ្លីក៏ដូចជាវីដេអូ reel ហ្នឹងចូលទៅក្នុង Facebook របស់បងប្អូនទាំងអស់គ្នាអញ្ចឹងបើសិនជាបងប្អូនយើងត្រូវការបង្ហោះវីដេអូ reel អញ្ចឹងយើងចូលទៅក្នុងសញ្ញា profile ហើយយើងចុចទៅលើសញ្ញា profile យើងមកយើងចុចទៅលើ reel បងប្អូនកន្លែងនេះ reel ដាក់ reel កន្លែងនេះអញ្ចឹងយើងចុចកន្លែងនេះក៏បានហើយគ្នាយើងចង់ចុចទៅលើរូបភាពនេះក៏បានដែរបងប្អូនអញ្ចឹងខ្ញុំឧទាហរណ៍ថាកន្លែងនេះវាមានចំណុចដែលយើងជ្រើសរើសដែរអញ្ចឹងយើងជ្រើសរើសវីដេអូខ្លីណាមួយខ្ញុំឧទាហរណ៍យើងចុចកន្លែងនេះចុះអូខេចុចកន្លែងនេះបន្ទាប់មកយើងចុចពាក្យថា next មកបងប្អូនកន្លែងនេះគឺយើងអាច post វីដេអូបានហើយយើងដាក់ចំណងជើងហើយនឹងយើងដាក់thumbnail អញ្ចឹងចំណុចមួយទៀតបងប្អូនខ្ញុំលុបចោលសិនឧទាហរណ៍ថាយើងចូលមកកន្លែងនេះយើងចូលមកកន្លែង reel ហើយក្រោយមកទៀតនៅចំណុចទាំងអស់នេះគឺយើងអាច add ជា music add ជាកាមេរ៉ាណាយើងចុចកាមេរ៉ាដើម្បីថតវីដេអូក៏បានហើយយើង add ជាបទចម្រៀងហើយយើងមាន template ស្រាប់ឬក៏ពុំគំរូស្រាប់ក៏បានបងប្អូនអញ្ចឹងយើងអាចបង្កើតជាពុំគំរូបាននៅពេលដែលយើងជ្រើសរើសពុំគំរូអញ្ចឹងបងប្អូនយើងនេះយក content sale អីហ្នឹងនៅនឹងទាំងអស់ទាំងប្រើ effect អីហ្នឹងអញ្ចឹងយើងនៅពេលដែលយើងជ្រើសរើសវីដេអូមួយខ្ញុំឧទាហរណ៍ថាវីដេអូមួយនេះចុះអូខេយើងមើលកន្លែងនេះគ្នាយើងអាច edit បានទី1យើងអាចកំណត់យើងអាចកាត់ឲ្យវាធម្មតាអីចឹងទៅហើយកន្លែងនេះយើងអាច add ទៅលើរូបភាពហ្នឹងហើយ add ទៅលើរូបភាពបានហើយចំណុចទាំងអស់នេះគឺយើងអាចស្វែងយល់ខ្លួនឯងបានហើយនេះមិនមែនជាចំណុចសំខាន់អីទេខ្ញុំចុចដានសិនអញ្ចឹងនៅពេលដែលយើងចង់ add music យើងចុចកន្លែង add នេះហើយយើងអាចបទចម្រៀងនេះគឺយើងអាចប្រើប្រាស់បានវាអត់ជាប់ជា copy អីទេហើយសម្រាប់ effect នៅក្នុងនេះគឺយើងអាចបដូរ color បដូរពណ៌ទៅលើវីដេអូរបស់យើងបានអញ្ចឹងបើសិនជាបងប្អូនយើងចង់ដាក់ពណ៌កាន់តែទាក់ទាញគ្នាយើងអាចដាក់កន្លែងនេះមកដើម្បីឲ្យពណ៌កាន់តែទាក់ទាញតែម្ដងអញ្ចឹងបងប្អូនយើងអាចសេរីបានហ្នឹងហើយសេរីបាន color មុខអីហ្នឹងគឺអាចសេរីបានធម្មតាអញ្ចឹងនេះជារបៀបកំណត់ផងដែរបើសិនជាបងប្អូនយើងចង់ដាក់នៅចំណុចណាមួយទៀតអូខេកន្លែងនេះគឺយើងអាច add ជានៅពេលដែលយើងជ្រើសរើសវីដេអូមកបានហើយយើងចុចហើយយើងចុចមកដល់នេះបន្ទាប់មកកន្លែងនេះយើងអាចដាក់ជា thumbnail ឬក៏យើងដាក់ជាទាំងខាងមុខវីដេអូហ្នឹងយើងជ្រើសរើសក្នុងវីដេអូនេះក៏បានហើយយើងបង្កើតឬក៏យើងបង្កើតនៅក្នុងកម្មវិធីណាមួយដើម្បីជ្រើសរើសយកមកដាក់នៅក្នុងវីដេអូរបស់យើងហ្នឹងហើយយើងដាក់ thumbnail ឧទាហរណ៍ថាយើងកំពុងតែធ្វើអីបង្ហាញពីអីយើងដាក់ thumbnail កន្លែងនេះមកមានន័យថាយើងដាក់ទាំងខាងមុខវីដេអូហ្នឹងបង្ហាញពីវីដេអូរបស់យើងហើយកន្លែងនេះគឺចំណងជើងដាក់តាក់ទងជាមួយនឹងវីដេអូរបស់យើងហើយកន្លែងនេះគឺយើងអាច add tag បានអ្នកនរគ្នាយើង tag ទៅកាន់នរណាគេម្នាក់អីហ្នឹងគឺយើងអាច tag បានហ្នឹង tag យើង tag មកឧទាហរណ៍ថាវីដេអូហ្នឹងយើងចង់បង្ហោះទៅកាន់យើងចង់ tag ចូលណាគេយើង tag ចូលមកហ្នឹងហើយ tag ហើយយើងចុចពាក្យដានបងប្អូនចុចពាក្យដានហើយខ្ញុំគ្រាន់តែបង្ហាញទេបង្ហាញជាឧទាហរណ៍ទេហើយយើងមើលចំណុចមួយចំនួនទៀតឧទាហរណ៍ថាកន្លែងណាអត់ទាន់ដាក់ជា public អីហ្នឹងគឺយើងអាចដាក់បានហ្នឹងហើយកន្លែងនេះអញ្ចឹងក្រោយពីយើង post យើងរៀបចំអីហើយបែបនេះហើយគឺយើងអាចចុច share មកវានឹង load ចូលទៅក្នុងreel របស់យើងដោយអូតូតែម្ដងនេះគឺជារបៀបនៃការបង្ហោះវីដេអូ reel ចូលទៅក្នុង
Facebook អញ្ចឹងវីដេអូថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នឹងហើយសម្រាប់ចែករំលែកទៅកាន់ពុកម៉ែបងប្អូនបើសិនជាបងប្អូនយើងពេញចិត្តនៅវីដេអូមួយនេះកុំភ្លេចជួយចុច like ក៏ដូចជាចុច subscribe ទៅលើ channel YouTube របស់ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីនិងបទពិសោធន៍ខ្លីៗពីខ្ញុំបាទផងដែរអរគុណច្រើនអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះពីដើមរហូតដល់ចប់ជួបគ្នាវីដេអូក្រោយទៀតជាមួយនឹងខ្ញុំបាទផងដែរ